ណាសូមក្រាបថ្វាយបង្គំគុណចាស់គ្រប់ព្រះអង្គដែលនិមន្តគង់ក្នុងទីនេះដោយសេចក្តីគោរពជាពិសេសគឺលោកម្ចាស់ជាប្រធានដែលបានរៀបចំកម្មវិធីនេះឡើងហើយសូមគោរពពុទ្ធបរិស័ទចាស់ព្រឹទ្ធាចារ្យទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីសិក្សានៅព្រះអភិធម្មហើយនៅក្នុងថ្ងៃនេះគឺជាថ្ងៃទី2ថ្ងៃសិក្សាហើយខ្ញុំកណាក៏សូមឱកាសអនុញ្ញាតទុកជារហូតនៅក្នុងកម្មវិធីសិក្សាដោយមិនចាំបាច់សូមអនុញ្ញាតម្ដងទៀតទេគឺថាសូមការអនុញ្ញាតជារៀងរហូតតែម្ដងអំពីប្រកាសអាជីវចាស់គ្រប់ព្រះអង្គហើយនឹងពុទ្ធបរិស័ទចាស់ព្រឹទ្ធាចារ្យគ្រប់រូបផងដែរក្នុងកម្មវិធីសិក្សាណាឥឡូវនមស្ការយើងរួចអស់ហើយហើយថ្ងៃនេះយើងនឹងបន្តមេរៀនរបស់យើងអំពីអត្ថរបស់ព្រះអភិធម្មណាមេរៀនគុណចាស់មានគ្រប់ព្រះអង្គហើយណាគឺអភិធម្មមានអត្ថ5យ៉ាងហ្នឹងណានេះជាអត្ថន័យរបស់ព្រះអភិធម្មវិន័យមានអត្ថ3យ៉ាងព្រះសូត្រមានអត្ថ6យ៉ាងហើយព្រះអភិធម្មមានអត្ថ5យ៉ាងទី1គឺមុទ្ធិមន្តាធម្មានៅក្នុងអត្ថកថាសមន្តបាសាធិកាហ្នឹងគឺលោកចោតជាគាថាទេខ្ញុំណាគាត់ដកយកពាក្យហ្នឹងមួយហ្នឹងយកមកជាធម៌គួរចម្រើនណានៅក្នុងអត្តន័យទី1ហ្នឹងឥឡូវគុណម្ចាស់បានសាកពិចារណាមើលទៀងទាត់មើលទេតើគួរចម្រើនយ៉ាងម៉េចដែលហៅថាអត្ថរបស់អភិធម្មពីព្រោះបសោតក៏ជាធម៌គួរចម្រើនដែរដូចជាសតិប្បដ្ឋានសូត្រហើយនឹងបសោតផ្សេងទៀតជាច្រើនកណាជាពិសេសគឺពិធីធ្វើសមាធិអីហ្នឹងក៏មានសម្ដែងនៅក្នុងបសោតហេតុអីក៏អភិធម្មទៅជាធម៌គួរចម្រើនវិញនៅក្នុងសេចក្តីនេះអត្ថកថាលោកពន្យល់ថាពាក្យថាធម៌គួរចម្រើនគឺការដែលជាក់ច្បាស់នៅក្នុងមគ្គទោះបីជាលោកីយមគ្គក៏ដោយណាពាក្យថាមគ្គហ្នឹងគឺផ្លូវមាន2កណាខ្មែរយើងខ្ញុំបំប្រើជាមេគាណាណាមេគាក៏ប្រែថាផ្លូវដែរគឺមាន2កណាវាមានលោកីយមគ្គហើយនឹងលោកតរៈណាលោកតរៈមគ្គណាអញ្ចឹងនៅក្នុងមគ្គទាំង2ប្រភេទនេះមានតែអភិធម្មទេដែលអាចនឹងវិនិច្ឆ័យថាជាធម៌គួរចម្រើនដោយចំពោះច្បាស់ថាជាលោកីយមគ្គឬក៏ជាលោកតរមគ្គគឺអាចបញ្ជាក់ឲ្យបានច្បាស់តាមរយៈនៃអង្គធម៌និងអារម្មណ៍ទោះបីជាព្រះសូត្រក៏ព្រះអង្គសម្ដែងអំពីធម៌គួរចម្រើនឬក៏នៅក្នុងអត្ថន័យនៃព្រះសូត្រនឹងក៏មានធម៌ជ្រៅផងដែរប៉ុន្តែបើសិនណាជាអត់បានសិក្សាអភិធម្មទេគឺវិនិច្ឆ័យអង្គធម៌អត់បានដូចជាព្រះអង្គសម្ដែងឥឡូវឧទាហរណ៍ក្នុងព្រះសូត្រណាព្រះសូត្រព្រះអង្គសម្ដែងពីសម្បញ្ញបព្វៈនៅក្នុងសតិប្បដ្ឋានសូត្រហ្នឹងព្រះអង្គសម្ដែងអំពីការដើរណាឈានទៅមុខក៏ឲ្យដឹងថាឈានទៅមុខឈានថយក្រោយក៏ឲ្យដឹងថាឈានថយក្រោយក្រឡេកឆ្វេងក៏ឲ្យដឹងក្រឡេកស្ដាំក៏ឲ្យដឹងសម្លឹងមើលទៅមុខក៏ឲ្យដឹងធ្វើកាយវិការអ្វីក៏ឲ្យដឹងបើសិនតែជាយើងអត់បានសិក្សាបញ្ជាក់នៅក្នុងអភិធម្មទេវាទៅជាអាចនឹងយកអត្ថន័យហ្នឹងយកទៅបដិបត្តិខុសអញ្ចឹងបានអភិធម្មហ្នឹងពាក្យថាធម៌គួរចម្រើនហ្នឹងគឺចង់បញ្ជាក់ថាពពួកធម៌ដែលជាកុសលគួរចម្រើនមានប្រមាណប៉ុណ្ណាគឺអភិធម្មហ្នឹងអាចនឹងវិនិច្ឆ័យឲ្យច្បាស់ថាពួកធម៌មានប្រមាណប៉ុណ្ណាជាធម៌គួរចម្រើនជាលោកីយមគ្គដូចជាការធ្វើទានរក្សាសិលធ្វើសមថកម្មដ្ឋានដែលមានអារម្មណ៍ទាំង40
អាចប្រព្រឹត្តដោយការចម្រើននៅមេត្តាព្រហ្មវិហារដើម្បីចូលទៅដល់រូបព្រំអីចឹងទៅនឹងគឺជាប្រភេទលោកីយមៈហើយដល់ពេលលោកតរមៈគឺការចម្រើននៅវិបស្សនាដែលមានអារម្មណ៍ជាសភាវៈហើយក៏បង្អោនទៅដើម្បីមានព្រះនិព្វានជាទីបំផុតអញ្ចឹងគឺអាចជាច្បាស់តាមរយៈនៃការសិក្សានៅព្រះអភិធម្មដោយសារតែស្រមោលនៃអក្ខរៈហ្នឹងគុណចាស់ណាស្រមោលនៃអក្ខរៈហ្នឹងគឺត្រង់ថាឈានទៅមុខក៏ឲ្យដឹងថាឈានទៅមុខឈានថយក្រោយក៏ឲ្យដឹងបើងាកឆ្វេងក៏ឲ្យដឹងងាកស្ដាំក៏ឲ្យដឹងហ្នឹងណាព្រោះតែស្រមោលនៃអក្ខរៈបើមិនបានបញ្ជាក់នៅក្នុងអត្ថន័យអភិធម្មផងអ្នកសិក្សាហ្នឹងយកទៅបប្រតិបត្តិខុសបប្រតិបត្តិខុសយ៉ាងម៉េចរហូតដល់មានសំណាក់បប្រតិបត្តិដែលដឹកនាំថាលើកណណាឈានណដាក់ណហ្នឹងអត់ឲ្យដឹងអីទេបាទឲ្យដឹងតែប៉ុណ្្នឹងប៉ុន្តែក្នុងអត្ថន័យលោកបញ្យល់ថាបើដឹងតែប៉ុណ្្នឹងសត្វតិរិឆានវាដឹងហើយគោក៏វាដឹងថាវាដើរទៅមុខគោក៏វាដឹងថាវាងាកឆ្វេងងាកស្ដាំដែរលោកថាសត្វតិរិឆានក៏វាដឹងប៉ុន្តែហេតុអីបានជាការដឹងដែលប្រព្រឹត្តទៅដោយការបដិបត្តិនឹងដឹងយ៉ាងម៉េចដែលហៅថាបដិបត្តិធម៌នោះជាប្រភេទធម៌គួរចម្រើនគឺដឹងហេតុដែលនាំឲ្យកើតការឈានហេតុដែលនាំឲ្យកើតការឈានតើមានធម៌អីខ្លះដែលនាំឲ្យកើតការឈានណាចិត្តបច្ចៈវាយោធាវាយោធាដែលកើតឡើងអំពីចិត្តជាសមុទ្ឋានជាធាតុខ្យល់ដែលកើតឡើងដោយចិត្តជាសមុទ្ឋានហ្នឹងបំណងថានឹងឈានលើកជើងដល់ពេលសភាពនៃការថ្នាក់របស់ធោនឹងវាលឿនពេកយើងថាមិនដែលគឺថាអាចលើកជើងដើរផងមិននៅចង់ដើរវឹងចង់រត់វឹងនឹងដោយសារតែយើងថ្នាក់ទេតែការដែលយើងទើបតែរៀនដើរការពីតូចហ្នឹងប្រឹងលើកណាការពីនៅកុមារដែលប្រឹងដើរហ្នឹងគឺថាប្រឹងលើកណាប៉ុន្តែដោយសារតែការហាត់វាថ្នាក់រហូតទៅដល់ទោះបីជាយើងមិនបានគិតថាយើងនឹងឈានដែរក៏វាកើតឡើងធាតុខ្យល់គេហៅថាចិត្តបច្ចៈវេយោធាគឺវាជាហេតុដែលនាំឲ្យកើតការឈានការក្រឡេកការងាកឆ្វេងងាកស្ដាំអញ្ចឹងគឺដឹងដល់សភាវៈធម៌នោះទោះបីជាការឈានទៅមុខក្តីឈានថយក្រោយក្តីឬក៏ដើរប្រភេទណាក្តីកាយវិការគ្រប់បែបយ៉ាងក្តីគឺវាមានវាយោធាតនឹងដែលកើតឡើងអំពីចិត្តជាសមុទ្ឋានការដឹងយ៉ាងនេះគឺជាពួកធម៌ដែលគួរចម្រើនដែលប្រព្រឹត្តទៅដោយកុសលបើគាត់តែដឹងថាអញដើរទៅមុខតើនេះអញបត់ចូលវឌ្ឍនៈតើណាដឹងអញ្ចឹងមិនឈ្មោះថាជាធម៌បដិបត្តិទេដូច្នេះអភិធម្មដែលឈ្មោះថាវុទ្ធិមត្តាធម្មានឹងគឺក្នុងន័យថាជាធម៌គួរចម្រើនពួកធម៌ជាកុសលទាំងអស់ទោះបីជាលោកកៃយមៈក្តីលោកកតរមៈក្តីគឺអាចនឹងជាក់ច្បាស់វិនិច្ឆ័យដាច់សេចក្តីអត្តន័យខ្លឹមសារបានដោយសារតែដឹងដល់សភាវៈពិតនៃធម៌នោះពួកធម៌ដែលគួរចម្រើនហើយទី2សលក្ខណៈធម្មាជាធម៌គួរកំណត់ដោយលក្ខណៈនៅក្នុងអត្ថន័យរបស់ព្រះសូត្ររបស់វិន័យអីហ្នឹងគឺមិនសូវបានវិនិច្ឆ័យសេចក្តីឲ្យបានទូលំទូលាយអំពីលក្ខណៈនៃធម៌ហ្នឹងទេណាតែអភិធម្មគឺច្បាស់បើយើងនិយាយពីលក្ខណៈរបស់រូបគឺរូបវាអត់ច្បុកច្បល់ជាមួយសំឡេងវាអត់ច្បុកច្បល់ជាមួយក្លិនអត់ច្បុកច្បល់ជាមួយរសដោយអារម្មណ៍ឲ្យតែរបស់ណាដែលមើលឃើញតាមផ្លូវនេះគេហៅថារូបនៅក្នុងអត្ថន័យរបស់អភិធម្មប៉ុន្តែតាមធម្មតាយើងអត់បានសិក្សាអភិធម្មនេះគឺរូបស្អីស្អីក៏រូបដែរអត់តែរបស់ប៉ះបានប៉ុន្តែរបស់ដែលប៉ះបានចេះមិនមែនជារូបទេប៉ះនេះគឺថោតថាពីរំឲ្យឡាយឧទាហរណ៍យើងមុនទឹកតាមធម្មតាយើងមុនទឹកណាមែនទេបាទយើងមុនទឹកនិយមន័យធម្មតាគឺយើងមុនទឹកទាំងអស់គ្នាតែសេចក្តីពិតរបស់អភិធម្មមិនមែនជាការមុនទឹកទេបាទឥឡូវអភិធម្ម
វាទៅជាងូតអីវិញបាទងូតភ្លើងបាទការដែលប៉ះមកតាមផ្លូវកាយតិចណាតិចគឺជាលក្ខណៈរបស់ភ្លើងដោយឡែកប៉ុន្តែលោកកវោហាបើយើងថាទៅងូតភ្លើងអញ្ចឹងគេថាយើងយ៉ាងម៉េចcũngចាស់ណាបើថាទៅងូតភ្លើងអញ្ចឹងគេថាយ៉ាងម៉េចលើលោកនេះគឺគេថាខុសប្រក្រតីហើយកណាប៉ុន្តែដោយសភាវៈពិតណារបស់ដែលអាចដឹងតាមរយៈកាយប្រសាទរូបតាមរយៈកាយវិញ្ញាណនេះគឺវាមានតែភ្លើងដីភ្លើងខ្យល់ទេទឹកมันអាចដឹងបានអញ្ចឹងពាក្យថាយើងងូតទឹកហ្នឹងគឺយើងប្រើដោយសន្មតទេតែតាមពិតគឺងូតភ្លើងគឺត្រូវការតិចឬក៏អ្នកដែលតិចត្រូវការក្តៅរបស់ដែលអាចប៉ះនឹងកាយបានគឺលក្ខណៈរបស់ភ្លើងប៉ុន្តែទឹកមានតែมันអាចប៉ះបានណាទឹកប៉ះអត់បានទេកណាបាទបើប៉ះមិនបានអាស្មាឆាន់អីចុះណាងន់ចាស់ឆ្ងល់ហ្នឹងណាអញ្ចឹងបានគេហៅថាអភិធម្មហ្នឹងគឺវាមានលក្ខណៈរបស់វាសភាវៈធម៌ហ្នឹងវាដាច់ដោយឡែកពីគ្នាពិតមែនតែរបស់នេះមួយដុំមែនណាប៉ុន្តែបើនិយាយពីការដែលមើលតាមផ្លូវភ្នែកគឺវាដាច់ដោយឡែកពីការប៉ះដល់ពេលការប៉ះនេះគឺវាដោយឡែកពីការមើលឃើញហើយដល់ពេលមកដាក់ជាមួយនឹងអណ្ដាតពេលដែលដាក់ជាមួយនឹងអណ្ដាតគឺអណ្ដាតហ្នឹងវាដឹងរសផងក្នុងពេលហ្នឹងយើងអាចដឹងអំពីតិចឬក៏ក្តៅទៀតអញ្ចឹងវាច្បងច្បល់គ្នាហើយប៉ុន្តែសភាវៈដែលជាអារម្មណ៍របស់ចិត្តហ្នឹងវាអត់ចេះច្បងច្បល់គ្នាទេបើនិយាយពីក្តៅតិចគឺលក្ខណៈរបស់ភ្លើងដោយឡែកចឹងទៅហើយបើនិយាយពីរសគឺជាលក្ខណៈដែលអាចដឹងបានជីវហាវិញ្ញាណគឺអត់បានហ្នឹងដាច់ដោយឡែកពីគ្នាប៉ុន្តែនៅក្នុងប្រសូតក្នុងវិន័យលោកអត់ប្រម៉ែកដុំនឹងទេគេហៅថាកលាបៈឬក៏ខណៈសញ្ញាខណៈកូនចាស់រៀនម្លេះចេះហើយពាក្យខណៈសញ្ញាខោណូណាហើយសញ្ញាខណៈសញ្ញាបានន័យថាអ្វីជារបស់ដុំទាំងអស់វាជាសំណុំវាជាដុំកំពួនដោយការប្រជុំរួមនៃលក្ខណៈរបស់បរមត្ថធម៌ច្រើនទៅខណៈសញ្ញានេះឯងដែលវាបាំងនៅអ្វីគ្រប់បែបយ៉ាងដោយសារតែយើងបំបែកវាអត់ចេញដល់ពេលបំបែកអត់ចេញវាទៅជារបស់មួយដែលសម្គាល់ថាជាសពជារបស់ល្អគួរឲ្យណែបនិតអីចឹងទៅតែដល់ពេលបញ្ញាពេលដែលវាកើតឡើងវាបំបែកអខិនៈសញ្ញាហ្នឹងវាហែករបស់ដុំហ្នឹងឲ្យទៅជាបំណែកមួយដល់ពេលវាទៅជាបំណែកមួយហើយគឺអត់មានរបស់អីដែលមានខ្លឹមសារទេនឹងគឺជាលក្ខណៈរបស់អភិធម្មដែលហៅថាកំណត់ដោយលក្ខណៈហ្នឹងគឺលោកចង់វិនិច្ឆ័យថាសភាវៈដែលវាប្រកបឡើងលើលោកនេះណាពាក្យថាលើលោកនេះគឺតាមរយៈលោកភ្នែកលោកតិចលោកច្រមុះលោកអណ្ដាតលោកកាយលោកចិត្តហ្នឹងគឺវាដាច់ដោយឡែកអំពីគ្នាអត់មានអីច្បងច្បល់គ្នាបានទេណាប៉ុន្តែជាប្រកបដៃគុណចាស់ឃើញផងឮផងគុណចាស់មើលឃើញផងឮផងមែនទេណាឃើញខ្ញុំណាផងទេហើយឮខ្ញុំណានិយាយផងទេណាឃើញផងឮផងការឃើញផងឮផងនេះវាគ្រាន់តែជាការរហ័សរបស់ចិត្តតែប៉ុណ្ណោះប៉ុន្តែភាពរហ័សរបស់ចិត្តហើយនឹងការដែលយើងសង្កត់ឃើញផងឮផងនេះឯងគឺវានៅក្នុងសំណងថាខណៈសញ្ញាគឺយើងបំបែកវាអត់បានដល់ពេលបំបែកអត់បានឥឡូវឧទាហរណ៍ថាមិនទៀងយ៉ាងម៉េចមកពីឆ្នាំមុនក៏មុខនៅតែបាក់បែនហ្នឹងឥឡូវឆ្នាំនេះក៏បាក់បែនហ្នឹងឥឡូវមិនទៀងប្រែប្រួលឡើងណាមានអីជារបស់មិនទៀងវិហារនេះ10ឆ្នាំ20ប្រហែលឆ្នាំហើយវិហារនេះយូរហើយមិនដឹងជាប្រហែលឆ្នាំមកឥឡូវវិហារនៅមិនដែរឥឡូវវិហារមិនទៀងមិនឃើញប្រែប្រួលទៅណាឡើងប្រហែលឆ្នាំហើយណាហើយអញ្ចឹងតើកាលណាសម្គាល់ជាដុំអញ្ចឹងណាចង់ទៅវែកញែកពីលក្ខណៈជារបស់មិនទៀងជាទុកគឺវៃអត់ចាញ់ទេណា
ឥឡូវវិញមិនចាញ់មកពហិនេះ30-40ឆ្នាំឃើញនៅតែអញ្ចឹងហើយមនុស្សយើង4-10ឆ្នាំឃើញនៅតែប៉ុណ្ណឹងឥឡូវមិនទៀងហ្នឹងមិនកំណត់ឃើញតែណានេះឯងដែលមិនមែនជាការឃើញដោយអភិធម្មពិតប្រាកដទេណាបើសិនតែយើងនិយាយពីមិនទៀងដោយខណៈជារបស់ដុំអញ្ចឹងគឺបានន័យថាធម៌របស់យើងនិយាយអត់ត្រូវទេណានិយាយឧទាហរណ៍ថានៅលោកយាយអញអត់ទៀងទេណាហើយលោកតាអញអត់ទៀងទេណាបើថាលោកយាយលោកតានឹងគាត់ចេះខកថាឥឡូវមិនបានថាមិនទៀងណាពីម្សិលមិញពួកខ្ញុំនៅប៉ុណ្ណឹងឥឡូវថ្ងៃនេះខ្ញុំនៅប៉ុណ្ណឹងមិនបានថាមិនទៀងអាហ្នឹងគឺបានន័យថាយកសំណុំដុំនៃធម៌មួយយកមកកំណត់ដោយលក្ខណៈគឺកំណត់អត់ត្រូវទេបាទអញ្ចឹងបានពាក្យថាសលក្ខណៈធម្មនេះជាធម៌ដែលកំណត់ដោយលក្ខណៈហ្នឹងគឺលក្ខណៈដោយឡែកនៃរបស់បរមត្តធម៌វាអត់ច្បូកច្បល់គ្នារូបសំឡេងក្លិនរសគឺវាដាច់ដោយឡែកអំពីគ្នារួមជាមួយនឹងរូបធម៌ផ្សេងនាមធម៌ផ្សេងគឺវាដាច់ដោយឡែកអំពីគ្នាអញ្ចឹងហើយដល់ពេលអញ្ចឹងក៏អាចទេគុណចាស់ក៏បានមើលទៅមកដូចជាជើសម្បើមដែរដោយពុកអាចយល់ដែរប៉ុន្តែបើឧទាហរណ៍ខ្ញុំកណាសួរវិញសំឡកកោពេលដែលគេស្លោះឆ្អិនហើយគេមកសួរថាសំឡកកោមានផ្សំគ្រឿងអីខ្លះណាសម្លកកោមានបន្លែច្រើនមុខណាស់មានតាំងពីគេដាក់តាំងពីខ្ទឹមតាំងពីប៊ីចេងតាំងពីអំបិលហើយសួរគុណចាស់ថាណាំអំបិលមិនក៏ឃើញគុណចាស់រលាយអស់ហើយវានៅក្នុងទឹកហើយគេសួររកគ្រឿងអីផ្សេងនៅក្នុងហ្នឹងរកអត់ឃើញទេកណាដោយសារអីដោយសារឈ្មោះសម្លកកោហ្នឹងគឺវាជាសំណុំនៃការផ្សំគុំរបស់គ្រឿងមួយក៏ប៉ុន្តែមុននឹងគេស្លរបស់ហ្នឹងវាដាច់ដោយឡែកពីគ្នាតាណារបស់ហ្នឹងដាច់ដោយឡែកពីគ្នាហើយចឹងពាក្យថាសលក្ខណៈធម្មាហ្នឹងគឺដូចជាគ្រឿងដែលគេសម្រាប់យកមកស្លកកោអញ្ចឹងហើយអ្វីដែលប្រកបឡើងក្នុងជីវិតរបស់យើងរាល់ថ្ងៃហ្នឹងដូចជាស្លកកោអញ្ចឹងអាត្មាអត់ដឹងថាអំពើយ៉ាងម៉េចប្រហុកយ៉ាងម៉េចយើងទៅបងនឹងស្លកកោដែលទឹកស្លកកោនឹងគឺយើងគ្រប់គ្នានឹងដឹងចាំដល់ថ្ងៃនឹងបានជាវានឹងជាប់ណាប៉ុន្តែអត្ថរបស់ព្រះអភិធម្មគឺអត់ឲ្យនៅជាដងចឹងទេបំបែកជាអត្តន័យរបស់អភិធម្មគឺបំបែកបើទោះបីជាសំណុកនៃធម៌នឹងវាមិនចេះបែកចាកគ្នាក៏ដោយប៉ុន្តែពេលដែលវាប្រកបជាអារម្មណ៍វានឹងបែកចាកគ្នាកាលណាដែលវាប្រកបជាអារម្មណ៍តាមអរិយធម៌នឹងជាអត្តន័យរបស់អភិធម្មហើយមួយទៀតបូจิតាធម្មេជាធម៌ពួកបូជាបានន័យថាក្នុងអត្តន័យរបស់ព្រះអភិធម្មធម៌ពួកបូជានឹងមានច្រើនណាស់ដែលព្រះអង្គទ្រង់ត្រាស់សម្ដែងដូចជានៅក្នុងមហកតាធម្មាពួកធម៌ដែលធំឬក៏សអត្តរានៅក្នុងទុក្កមេតិកាអីហ្នឹងពួកធម៌ដែលប្រណិតជាលោកតរៈធម៌អបមានាពួកធម៌ដែលប្រមាណមិនបាននឹងសុទ្ធតែជាពួកធម៌ដែលគួរបូជាហើយពីព្រោះប្រព្រឹត្តទៅជាលោកតរៈធម៌ប៉ុន្តែទោះបីជាលោកីយធម៌ក៏ជាធម៌គួរបូជាដោយន័យថាជាធម៌ដែលគួរដល់ការសិក្សាពីព្រោះជារបស់ដែលមានពិតណាហើយបរិច្ឆន្នាធម្មេជាធម៌គួរកំណត់សេចក្តីឲ្យដាច់ពីគ្នានឹងគឺជាជាអត្តន័យរបស់អភិធម្មដែរបានន័យថាអភិធម្មគឺបំបែកសំណុំនៃរូបធាតុមួយឲ្យវាទៅផ្សេងគ្នានេះជាអត្តន័យរបស់អភិធម្មបើទោះបីជាមនុស្សយើងម្នាក់មានអវយវៈមានភ្នែកមានច្រមុះមានដែលហៅថារូបរបស់មនុស្សម្នាក់ក៏ដោយគឺអភិធម្មនឹងបានកំណត់ឲ្យដាច់ដោយឡែកពីគ្នាទាំងអស់ទោះបីជានាមធម៌និងរូបធម៌ក៏ដោយឥឡូវឧទាហរណ៍ថានៅក្នុងសាច់របស់យើងតាមធម្មតាយើង
វាក៏សាច់ដែរយើងហៅជាលោកកបោហាបញ្ញាទៅចុះសាច់ណាដុំសាច់ហ្នឹងសូម្បីតែដុំសាច់ហ្នឹងពេលដែលគេវាចេញខ្វាក់ឲ្យវានៅថ្លឹងទៅវាចេញមកណាវាចេញមកយើងទាយវាចេញមកប៉ុណ្ណឹងចុះឧទាហរណ៍ណាដុំសាច់ហ្នឹងគឺវានៅតែជាសំណុំដុំរួមដែរបានន័យថាម៉េចបានជាសំណុំដុំរួមពីព្រោះនៅក្នុងដុំសាច់ហ្នឹងវាមានចរន្តតាមវិទ្យាសាស្ត្រចាស់ថាវាមានប្រព័ន្ធប្រសាទវាសម្រាប់ដើរណាប្រព័ន្ធប្រសាទវាសម្រាប់ដើរក៏ប៉ុន្តែនៅក្នុងរូបរាងកាយរបស់យើងនេះកន្លែងណាក៏វាមានកាយប្រសាទរូបដែរទោះបីជាវាចេញមកវាលែងតែគេកាត់អាចចេញពីរាងកាយមកបានវាផុតណាបានវាផុតអំពីសំណុំនៃកាយប្រសាទរូបអញ្ចឹងគុណចាស់ដែលធ្លាប់មុតធ្លាប់បាក់អីបែកអញ្ចឹងពេលដែលវាតាក់ឡើងទៅឡើងចេញមកណាវាចំដាច់ណាប៉ុន្តែទៅប៉ះអាចចំនោះក៏នៅតែឈឺដែរក៏នៅតែឈឺដែរដោយសារអីដោយសារនៅក្នុងសំណុំនៃរូបធាតុមួយហ្នឹងគឺវាមានទាំងនាមធាតុអាស្រ័យនៅហ្នឹងបានន័យថាវាមានប្រសាទរូបនៅក្នុងសេចក្តីហ្នឹងយើងអាចយកទាំងអភិធម្មទាំងវិទ្យាសាស្ត្រយកមកនិយាយរួមគ្នាក៏បានដែរថានៅក្នុងសំណុំកាយរបស់យើងមួយហ្នឹងតាមវិទ្យាសាស្ត្រថាវាមានប្រព័ន្ធខ្សែប្រសាទអីសពបែបសពយ៉ាងអញ្ចឹងណាប៉ុន្តែនៅក្នុងអភិធម្មហ្នឹងក៏មិនខុសដែរគឺនៅក្នុងគេហៅថារូបកាយដែលមានវិញ្ញាណគ្រប់គ្រងនេះណាគឺទោះបីជាកន្លែងណាវាលែងតែចង់ហើយនឹងចំសក់ចំរោមបានន័យថានៅក្នុងទាំងអស់ហ្នឹងវាជាកាយប្រសាទរូបបានន័យថាទោះបីទៅប៉ះកន្លែងណាក៏អាចជាទីតាំងនាំឲ្យកើតវិញ្ញាណក៏ប៉ុន្តែនៅក្នុងអភិធម្មគុំចាស់ទោះបីជាវានៅយើងគិតទៅថាវានៅជាមួយគ្នាប៉ុណ្ណឹងតែអភិធម្មនៅតែញែកឲ្យដាច់ពីគ្នាទោះបីជារូបធាតុតូចដែលយើងហៅថាជាបរមាណូណាបើយើងនិយាយទៅគឺបរមាណូហ្នឹងវាជាលំអងតូចមួយដែលមើលមិនឃើញដោយផ្ទៃធម្មតាទេតែយើងអាចដាក់បញ្ចាំងដោយអតិសុខមទស្សន៍ទោះបីជានៅក្នុងដុំតូចមួយនឹងក៏ដោយក៏វាមានសំណុំបែកគ្នាដែរវាមានសំណុំបែកគ្នាដែរគឺវាមានលក្ខណៈដែលអាចកំណត់បានណាដោយបញ្ញាមិនមែនជាការកំណត់ដោយការត្រេះរិះទេគឺដោយបញ្ញាដែលសព្វញ្ញត្តិញ្ញាណព្រះអង្គសម្ដែងមកឲ្យកំណត់ឲ្យវាដាច់អំពីគ្នាបានពីព្រោះវាជារូបធាតុឬក៏វាជានាមធាតុដែលនៅក្នុងសភាវៈជាបរមត្ថនឹងគឺជាអត្តន័យរបស់អតិ4ណាដូច្នេះគឺអភិធម្មបើយើងគិតទៅគឺមានខ្លឹមសារជ្រៅណាស់បាទជ្រៅរហូតដល់របស់ដែលមានពិតយើងមើលអត់ឃើញរបស់នឹងមានពិតទាំងអស់គ្រប់តែគ្នានឹងណាក៏មានប៉ុន្តែមើលអត់ឃើញដោយវាជាអកម្បាំងពីព្រោះវាជាសភាវៈនៃបរមត្ថធម៌ហើយមួយទៀតនឹងអធិការធម្មាជាធម៌ដ៏ក្រៃលែងជាធម៌ដ៏ក្រៃលែងក្នុងទីនេះហ្នឹងគឺព្រះតថាលោកបញ្យល់អំពីធម៌ដែលប្រព្រឹត្តទៅដើម្បីត្រាស់ដឹងនៅមគ្គនិងផលឬក៏ព្រះនិព្វានគឺជាអត្តន័យដែលប្រព្រឹត្តទៅថាជាធម៌ដ៏ក្រៃលែងពីព្រោះបរមត្ថធម៌គុណចាស់បរមត្ថធម៌មានដោយសង្ខេបគឺមាន2ណាបរមត្ថៈហ្នឹងណាធម៌ដ៏ដែលមានអត្តដ៏ក្រៃលែងហ្នឹងដោយសង្ខេបគឺមាន2ណា2ហ្នឹងគឺសង្កតៈបានន័យថាធម៌ដែលនៅមានបច្ច័យតតែសង្កតៈបរមត្ថហើយនឹងអសង្កតៈបរមត្ថមាន2ហ្នឹងសំបែកណាមាន2ហើយទី1នេះទី2អសង្កតៈហ្នឹងគឺខែបរមត្ថទៀតមកណាអញ្ចឹងនៅក្នុងបរមត្ថទាំងពីរនេះគឺជាខ្លឹមសារជាអត្តន័យនៅក្នុងព្រះអភិធម្មសង្កតៈបរមត្ថហ្នឹងគឺវាជាលោកីយធម៌ទាំងចិត្តទាំងចេតសិកទាំងរូប
វាជាបរមត្តធម៌ដែរប៉ុន្តែគេហៅថាវានៅជាសង្កតធម៌គឺបានន័យថាត្រូវមានបច្ច័យតតែងប៉ុន្តែអសង្កតនេះគឺវាអត់មានបច្ច័យតតែងទេគឺព្រះនិព្វានជាបរមត្តធម៌ដែរអញ្ចឹងអសង្កតនេះគឺជាធម៌ដ៏ក្រៃលែងជាធម៌ដ៏ក្រៃលែងដែលយើងអាចនឹងដឹងច្បាស់តាមរយៈនៃការសិក្សានៅក្នុងព្រះអភិធម្មបាទព្រះនិព្វានមានអ្នកសួរតែមកកណោដែរសួរព្រះនិព្វាននៅឯណាព្រះនិព្វាននៅទីណាហើយមានពុទ្ធបរិស័ទយើងក៏អត់យល់ដែរសូមឲ្យបានចូលទៅដល់ថាបរមសុខគឺព្រះនិព្វានណាពាក្យប្រើហ្នឹងហើយចឹងគេលើកពាក្យសួរថាចុះឋានព្រះនិព្វានហ្នឹងនៅឯណាហើយចឹងគឺពិបាកឆ្លើយណាស់ដល់សារយើងចង់ឲ្យយល់អត្ថន័យនៃព្រះនិព្វានឲ្យច្បាស់លាស់នោះឋានព្រះនិព្វានចង់ឆ្លើយឲ្យខ្លីថានៅកន្លែងហ្នឹងនៅកន្លែងហ្នឹងឋានព្រះនិព្វានគឺនៅកន្លែងហ្នឹងកន្លែងណាក៏មានឋានព្រះនិព្វានដែរសំខាន់ឲ្យតែយើងយល់ថាអ្វីដែលជាសង្កតធម៌ជាទុក្ខណាឲ្យស្គាល់ថាព្រះនិព្វានជាសត្វនឹងយ៉ាងម៉េចនឹងគឺអត្ថន័យកណាអត្ថន័យរបស់ពាក្យថាអភិធម្មណាជាអត្ថរបស់ព្រះអភិធម្មណាឥឡូវគឺថាពេលវេលាក៏ជាទៅទុំមុខដែរណាហើយពាក្យអធិបុនឹងធម្មៈបុនឹងអដ្ឋបុនឹងសាងបុនឹងកហៈវាទៅជាអភិធម្មអដ្ឋសង្កហៈណាហើយក៏មានសេចក្តីប្រែហ្នឹងក៏មិនចាំបាច់អីបញ្យល់ច្រើនដែរណាខ្លឹមសារហ្នឹងមើលតាមនឹងទៅធម្មៈគឺជាសភាវធម៌អដ្ឋបានន័យថាជាសេចក្តីឬក៏ជាខ្លឹមសារហើយសាំងនៅក្នុងពុទ្ធបទនេះគឺលោកកាន់យកនិយមន័យថាដោយសង្ខេបហើយកហៈហ្នឹងគឺការរួបរួមឬក៏ចងក្រងប្រមូលហើយវាទៅជាឈ្មោះរបស់សិភៅមួយឈ្មោះថាអភិធម្មអដ្ឋសង្កហៈណាហើយដល់បំបែកទៅជាបរិច្ឆេទគឺមាន9បរិច្ឆេទហ្នឹងយើងសិក្សានៅក្នុងថ្នាក់នេះគឺយើងសិក្សានៅបរិច្ឆេទទី2នេះបរមត្តណាឥឡូវគឺអាចមកតំពោនេះទៀតគឺបរមត្តធម៌4កណាបរមត្តធម៌4ដែលបង្រួបឲ្យខ្លីមកគឺមាន2ហ្នឹងវាមានសង្កតៈហើយនិងអសង្កតៈវាមានចិត្តបរមត្តរាប់ទៅចិត្ត89ដួងឬ121ដោយគឺស្ដាចេតសិកបរមត្តបានដល់ចេតសិក52ហើយរូបបរមត្តបានដល់រូប28និព្វានបរមត្តគឺបានដល់និព្វាន2យ៉ាងអីចឹងទៅឬក៏និព្វាននឹងលោកមិនច្រើនលើកយកមកថាប៉ុន្មានយ៉ាងទេគាត់ថាភាគច្រើនលោកចែកទៅជា2ណាលោកគាត់នៅលើករាប់ថាជាអសង្កតបរមត្តហើយឥឡូវមានបាក់សរសេរអីណានៅក្នុងចំណុចមេរៀនហ្នឹងគុណចាស់អាចនឹងមានចម្ងល់បានណាព្រោះមេរៀនមានហើយអាចនឹងសួរបានណាពេលទុំបបអត់ទៀតក៏ដូចគ្នាដែរអាចសួរបានហើយមេរៀនយើងថ្ងៃនេះគឺនឹងចប់ត្រឹមទំព័រទី2ហ្នឹងបាទបរមត្ថអសង្កតៈដល់ព្រះនិព្វានគុណចាស់អាចមានសំណួរឬក៏ចង់សាកសួរអីក៏បានដែរខាងមុនណាខាងនោះមានក្បាលមីក្រូណាមុនចាស់ទៅតាមចាស់ទៅតាមអត់ទៅតាមគ្រូវត្តរបស់តាមការតាមពីអត់ទៅជាថ្ងៃ
ចិត្តឡងនិយាយខាងនេះវាគាត់តែជានេះពីនោះនិយាយខាងខាងមិនមែនជាវាពួកនេះបកបានចូលគ្នាតែបានការចូលតែការមិនគាត់ពីផាក់ទៅមិនយេក្រៅអត់ណាគុណនេះគុណចាស់មានសំណួរអីមុនសួរតែម្ដងពួកពេលវេលាខ្លីមកដាក់ប្រយានចិត្តធម៌គូចម្រើនចិត្តធម៌គូបំណត់ដោយជាតែបានជួយដល់គាត់មានអីណាចឹងដូចគ្នានឹងគុណចាស់មិញដែរកណាពាក្យធម៌គុណចាស់អាចនឹងយល់ថាធម៌មានមុនពុទ្ធត្រាស់ដឹងក៏មានហើយមានធម៌ដែលពុទ្ធត្រាស់ដឹងក៏មាននេះគឺចូលនៅក្នុងប្រស្នាត្រៃគុណទៀតហើយកណាបញ្ហានេះគឺចូលក្នុងប្រស្នាត្រៃគុណណាធម៌ពាក្យថាធម៌ហ្នឹងបើយើងវិនិច្ឆ័យទៅតាមធាតុតាមបច្ច័យទៅគឺជាធម្មជាតិរបស់អ្វីដែលវាមាននៅលើលោកនេះហៅថាធម៌ហើយអានេះគឺជាអត្ថន័យរបស់ពាក្យថាធម៌ប៉ុន្តែពាក្យថាព្រះធម៌គឺព្រះអង្គសម្ដែងសម្រាប់ថា84000ព្រះធម្មខណ្ឌដែលព្រះអង្គទ្រង់តាក់សម្ដែងហើយព្រះធម៌នេះមិនមែនមានមុនពុទ្ធត្រាស់ដឹងទេតតែពុទ្ធត្រាស់ដឹងហើយសម្ដែងមកបានព្រះធម៌នឹងមានហើយចឹងគេមានអ្នកគេសួរថាពុទ្ធហើយនឹងព្រះធម៌មួយណាមានមុនបើសិនតែជាព្រះធម៌មានមុនអញ្ចឹងព្រះពុទ្ធចាំបាច់ទៅស្វែងរកព្រះធម៌អីគឺព្រះពុទ្ធកាលថាមុនព្រះធម៌ពីព្រោះព្រះពុទ្ធត្រាស់ដឹងនៅព្រះធម៌ប៉ុន្តែសូមកុំឲ្យយកសភាវៈធម្មជាតិដែលហៅថាធម៌ដែរហ្នឹងយកមកនិយាយថាមានមុនព្រះពុទ្ធពីព្រោះមួយជាព្រះធម៌ដែលសម្ដែងឡើងដោយព្រះសម្មាសម្ពុទ្ធហើយមួយទៀតគឺវាជាសភាវៈធម្មជាតិអញ្ចឹងធម្មជាតិអ្វីគ្រប់បែបយ៉ាងក៏គេហៅថាធម៌ដែរចក្រវាលឬក៏អ្វីក៏ហៅថាធម៌ដែរប៉ុន្តែធម៌នោះគេមិនហៅថាជាព្រះធម៌ទេដោយសារតែមិនមែនជាឱវាទរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់អញ្ចឹងណាគឺវាជាធម្មជាតិចឹងទៅហើយនៅក្នុងអត្ថន័យដែលពាក្យថាធម៌ហ្នឹងគុំចាស់នៅក្នុងព្រះអភិធម្មគឺមានអាទៀតណាគឺបានន័យថាមិនមែនជាសត្វជាបុគ្គលសូមចាក់សត្វចាក់បុគ្គលនឹងជាអត្ថន័យរបស់ពាក្យថាធម៌នៅក្នុងព្រះអភិធម្មបានន័យថាវាអត់មានអ្វីជារឿងបញ្ញាពាក្យថាធម៌ក្នុងអភិធម្មគឺវាអត់មានរឿងបញ្ញត្តិទេហើយតែកាលណាមានរឿងបញ្ញត្តិលោកពវហាយើងប្រើប្រាស់មិនហៅថាជាអត្ថន័យរបស់ពាក្យថាធម៌នៅក្នុងអភិធម្មទេប៉ុន្តែបើសិនណាជាអភិធម្មមិនប្រើប្រាស់លោកពវហាយើងក៏មិនអាចស្ដាប់ន័យរបស់អភិធម្មបានដែរដូច្នេះចំណុចនេះគុណចាស់ត្រូវពិចារណាណាមួយគឺលោកពវហាលោកពវហាទាំងអត្តន័យទាំងធម្មន័យទាំងការបរិយាយការនិយាយស្ដីអីហ្នឹងគេហៅថាលោកពវហារហូតដល់អត្តន័យណាអត្តន័យរបស់ធម៌ហ្នឹងក៏ហៅថាជាលោកពវហាដែរប៉ុន្តែចំពោះសភាវៈធម៌ដែលជាអត្តន័យរបស់អត្តធម្មហ្នឹងមិននិយាយពីលោកពវហាទេគឺនិយាយអំពីសភាវៈជាបរិបត្តិអត់មានបញ្ញត្តិជាលោកពវហាឬក៏ជាវិជ្ជមានបញ្ញត្តិអវិជ្ជមានបញ្ញត្តិអីទេគឺជាអត្ថន័យដែលពាក្យថាធម៌នៅក្នុងព្រះអភិធម្មអញ្ចឹងនៅក្នុងគម្ពីរត្រៃបិដកណាបើយើងនិយាយទៅព្រះត្រៃបិដកជាធម្មន័យទោះបីជាអភិធម្មបិដកក៏ដោយណាគឺជាធម្មន័យជាន័យរបស់ព្រះធម៌ជាខ្លឹមសាររបស់ព្រះធម៌ប៉ុន្តែព្រះត្រៃបិដកមិនមែនជាតួសភាវៈធម៌ជាអភិធម្មទេកណាព្រះត្រៃបិដកមិនមែនជាតួសភាវៈធម៌នៃអភិធម្មទេគុណចាស់គ្រប់ព្រះអង្គខ្ញុំកណា
ទីនេះអ្វីដែលវាជាសង្កតធម៌នេះបានជាតួសភាវៈរបស់អភិធម្មយល់ទេណាក្នុងសេចក្តីហ្នឹងប៉ុន្តែឥឡូវគឺកុំតន់គិតថាឲ្យយល់អីក្នុងខ្លឹមសារហ្នឹងណាខ្ញុំណាគិតថាមិនតន់ចាប់បានទេចំណុចហ្នឹងហើយមួយទៀតតកតងជាមួយនឹងព្រះនិព្វានណាព្រះនិព្វានបើយើងគិតថាព្រះនិព្វានមិនមែនជាឋានជាការតាមត្រូវប៉ុន្តែបើមានចរិយាការថាព្រះនិព្វានគឺជាកន្លែងសូន្យមិនត្រឹមត្រូវទេកណាបើសិនថាព្រះនិព្វានគឺជាកន្លែងសូន្យមិនត្រឹមត្រូវទេពីព្រោះព្រះនិព្វានមានពិតអាចដើម្បីជាអារម្មណ៍របស់មគ្គចិត្តផលចិត្តបានដូច្នេះព្រះនិព្វានគ្រាន់តែមិនមានសង្កតធម៌តែព្រះនិព្វានមិនមែនសូន្យទេបើសិនណាព្រះនិព្វានសូន្យព្រះអង្គមិនលើកយកមកជាបដិបត្តិធម៌ទេចឹងបាទអត្ថន័យនៃការពន្យល់អំពីព្រះនិព្វានហ្នឹងគាត់ឲ្យលោកលើកពីរយ៉ាងណាមានឧបាសិកាបានស្គាល់ដែរលោកហៅថាសឧបាទិសេសនិព្វានហើយនឹងអនុបាទិសេសនិព្វាននៅក្នុងខ្លឹមសារនៃនិព្វានពីរយ៉ាងនេះយើងអាចនឹងយល់បានថាសឧបាទិសេសនិព្វានហ្នឹងគឺការដែលបាននៅព្រះនិព្វានទាំងដែលសង្ខារមិនតន់រលត់បានន័យថាលោកអ្នកដែលត្រាស់ដឹងនៅព្រះនិព្វានហ្នឹងប៉ុន្តែនៅមានជីវិតដូចជាព្រះអរហន្តព្រះជ័យពុទ្ធអីចឹងណានឹងហៅថាសឧបាទិសេសនិព្វាននិព្វានហ្នឹងគឺនៅមានឧបាទានជាសង្កតធម៌ណាប៉ុន្តែយ៉ាងម៉េចដែលហៅថាសឧបាទិសេសនិព្វានលោកឲ្យនិយមន័យមួយទៀតថានិព្វានកិលេសណាពីព្រោះនៅក្នុងសង្សារវដ្តនេះគឺនៅមានខណ្ឌដែលប្រព្រឹត្តទៅដោយអំណាចកម្មហ្នឹងដែលវាកើតឡើងដោយអំណាចកិលេសហ្នឹងឯងជាបច្ច័យនាំឲ្យកើតកម្មហ្នឹងនាំឲ្យកើតវិបាកទៅប្រព្រឹត្តទៅនៅក្នុងភពប៉ុន្តែសឧបាទិសេសនិព្វាននេះលោកសួរថាតើជានិព្វានត្រង់កិលេសអស់ទៅឬក៏និព្វានព្រោះកិលេសកើតនឹងគេហៅថានិព្វានកិលេសហ្នឹងនៅក្នុងសេចក្តីហ្នឹងពាក្យថាសឧបាទិសេសនិព្វាននេះគឺមិនមែនបានន័យថាសំដៅយកនិព្វានព្រោះកិលេសដែលអស់ទៅកិលេសដែលមានហើយប៉ុន្តែវាអស់ទៅមិនមែនជានិព្វានទេមិនមែនជានិព្វានទេនិព្វាននៅក្នុងទីនេះគឺសំដៅយកថាកិលេសវាមិនអាចកើតបានព្រោះអាស្រ័យការឆេះអស់ដោយអំណាចនៃអរហត្តមគ្គកើតឡើងនឹងគឺហៅថានិព្វានហើយដល់ពេលអនុបាទិសេសនិព្វាននេះគឺសំដែងទៅលើការដែលរលត់នៅខាងភពវត្តបានន័យថាសង្កតធម៌លែងមានដំណើរការប្រព្រឹត្តទៅទៀតនឹងហៅថាបរិនិព្វានឬក៏គេហៅថាអនុបាទិសេសនិព្វានធាតុបានន័យថាសង្កតធម៌លែងមានណាសង្កតធម៌លែងមានប៉ុន្តែចំពោះព្រះនិព្វានមិនអាចថានិព្វានសូន្យទេគណៈនៅក្នុងសេចក្តីហ្នឹងណានិព្វានមិនសូន្យទេនិព្វានមានពិតប៉ុន្តែនិព្វានមើលមិនឃើញបាត់មិនបានពីព្រោះនិព្វានមិនមែនជារបស់អាចមើលឃើញហើយបាត់បានប៉ុន្តែនិព្វានមានពិតឥឡូវគុណចាស់គិតមើលរបស់ដែលបាត់បានគឺមានតែឧបធម៌3ទេកណាមានដីភ្លើងខ្យល់ហើយរបស់ដែលមើលឃើញមានតែមួយទេគឺវណ្ណរូបក្រៅពីនោះមើលអត់ឃើញទាំងអស់ឧទាហរណ៍ដូចជាសំឡេងគុណចាស់មើលអត់ឃើញទេកណាគុណចាស់ញប់តិចទាំងអស់ហើយបើកភ្នែកមើលសំឡេងឃើញទេកណាឃើញអត់ណាអត់ឃើញទេខ្លាំងទោះបីជាគុណចាស់បើកតិចបើកតែក៏មិនអាចនឹងដឹងបានដែរតោះតែចំមកជាតិរបស់លោកមិនឃើញដែរហើយរសជាតិណារសជាតិហ្នឹងក៏មើលមិនឃើញដែរឧទាហរណ៍ថាចង្ហាន់គេដាក់មកកណាចង្ហាន់ណាប៉ុន្តែបើគុណម្ចាស់មើលដោយភ្នែកទៅអាចដឹងថាចង្ហាន់ហ្នឹងមានរសជាតិយ៉ាងម៉េចទេអត់ដឹងដែរអញ្ចឹងរសជាតិរបស់ចង្ហាន់ហ្នឹងតតែបាក់ជាមួយនឹងអារម្មណ៍នៅអត្ថន័យរបស់អភិធម្មហ្នឹងគឺបំបែកដុំ
គ្នាតាមរយៈនៃការកើតឡើងតាមអាយតនៈហ្នឹងបើសិនណាមិនទៅតាមរយៈហ្នឹងទេអត់មានបំបែកបរមត្ថធម៌មកបែកកាត់នេះបានទេណាគឺថាបំបែកអត់បានអញ្ចឹងគឺអត្តន័យហ្នឹងគឺអញ្ចឹងណាគ្រាន់តែខ្ញុំកណាចង់ប្រកេនថាការសិក្សាព្រះអភិធម្មនេះគឺសិក្សាអំពីរបស់មានពិតរបស់មានពិតតែយើងអត់ស្គាល់ទេរបស់ណាតោះតែយើងសិក្សាអភិធម្មមិនអាចស្គាល់បានគឺរបស់មានគ្រប់ប្រគំម្ចាស់គ្រប់ពុទ្ធបរិស័ទញាតិញោមទាំងអស់ហ្នឹងសិតតែមានរបស់ណាប៉ុន្តែរាល់ថ្ងៃអត់ស្គាល់ណាអត់ស្គាល់ហើយចឹងសិក្សាព្រះអភិធម្មហ្នឹងដើម្បីស្គាល់របស់ទាំងអស់ណាប៉ុន្តែស្គាល់ដើម្បីប្រយោជន៍អីណាគុំចាស់ស្គាល់របស់អស់ហ្នឹងដើម្បីប្រយោជន៍អីដើម្បីយកសញ្ញាបត្រដើម្បីយកទៅការងារកន្លែងណាគឺអត់មានទេណាស្គាល់របស់ទាំងអស់ហ្នឹងដើម្បីបន្តបងនៅកិលេសនៅក្នុងសន្តានកុំឲ្យវាហួងហែងនៅរបស់ទាំងអស់ហ្នឹងខ្លាំងពេកហើយកុំឲ្យថាធ្វើខុសហើយគេទូមានគេព្រៀនបដៅមិនព្រមទទួលទម្លាក់បងទទួលស្គាល់ខ្លួនឯងខុសអីចឹងណាកាលណាដែលយើងស្គាល់ទៅអាចនឹងថយអកុសលធម៌មួយចំនួនហ្នឹងចេះថយទៅតាមរយៈនៃការស្គាល់ហ្នឹងណាសូ